សួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំសូមណែនាំនិងបញ្យល់សង្ខេបជូនបងប្អូនទាំងអស់ថាចុចដាវយោងគឺជាម៉ាស៊ីនឬក៏ឧបករណ៍ដែលចាត់ទុកថាជាមានហានិភ័យខ្ពស់ប្រភេទនេះនៅក្នុងអំឡុងពេលដែលធ្វើអត្តការកិច្ចថាតើគេត្រូវការត្រួតពិនិត្យបច្ចេកទេសសុវត្ថិភាពឧស្សាហកម្មទៅតាមវិញ្ញាសាឬក៏ខ្លឹមសារយ៉ាងណាទី1គឺត្រូវតែពិនិត្យទៅលើបន្ទប់ម៉ាស៊ីននិងប្រព័ន្ធបញ្ជាឬក៏គ្រប់គ្រងម៉ាស៊ីនដូចជាម៉ាស៊ីនឬក៏ motor ដែលអូសទាញបាទទូគ្រប់គ្រងនិងបញ្ជាឧបករណ៍កំណត់ល្បឿនឬក៏បណ្ដាញខ្សែអគ្គិសនីហើយធានាថាវាមានដំណើរការបានល្អទាំងអស់ទី2ត្រូវតែផ្ដោតសំខាន់ទៅលើការត្រួតពិនិត្យនៃប្រព័ន្ធហ្វ្រាំងគឺជាប្រព័ន្ធដែលអាចចាប់បញ្ឈប់ហ្វ្រាំងឲ្យទាន់ពេលវេលាហើយឲ្យវាមាននីវ៉ូស្មើគ្នាទៅនឹងចំណតដូចជានៅតាមជាន់នីមួយជាដើមបាទក្រៅពីនេះវាត្រូវការធ្វើឲ្យបានរហ័សរហួនជាទីបំផុតនិងមានកម្លាំងចាប់ហ្វ្រាំងឲ្យបានជាប់ត្រឹមត្រូវបាទហើយក៏វាទទួលនៅសុវត្ថិភាពខ្ពស់ផងដែរជាឧទាហរណ៍ប្រសិនបើចុចដាវយោងចុះរអិលធ្លាក់ចុះក្រោមតែបន្តិចនៅតាមចំណតនៃជាន់ណាមួយនោះទោះបីជាត្រឹមតែ2ឬក៏3សង់ទីម៉ែត្រក្តីក៏ប៉ុន្តែវាជាសញ្ញាប្រាប់ថាបញ្ហាហ្វ្រាំងគឺនៅមានចន្លោះខ្វះខាតបាទកម្លាំងមិនគ្រប់គ្រាន់ដើម្បីបញ្ឈប់ឲ្យទាន់ពេលវេលានិងនីវ៉ូស្មើនឹងចំណតនៃចុះនៃជាន់នីមួយនោះឡើយប្រសិនបើបញ្ហានេះមិនបានដោះស្រាយទេនៅឲ្យទាន់ពេលវេលានោះទេនោះវានឹងមានហានិភ័យក្នុងការធ្លាក់ចុះក្រោមបន្តទៅទៀតជ្រៅទៅទៀតនៅពេលដែលវាដំណើរការពេញលេញឬក៏ផ្ទុកទម្ងន់ពេញទី3គឺត្រួតពិនិត្យទៅលើទ្វារចំណតបាទព្រមទាំងទ្វាររបស់កាប៊ីននៃចន្តាយោងនិងប្រព័ន្ធចាក់សោនៃទ្វារទាំងនោះផងដែរប្រសិនបើទ្វារមិនទាន់បិទជិតទាំងស្រុងនោះទេគឺត្រូវតែវាមិនអាចធ្វើចលនាតទៅមុខទៀតបានទេប្រសិនបើមានមនុស្សឬក៏វត្ថុបាទរាំងស្ទះនៅលើ sensor គេហៅថាវាំងណូនបាទវាំងណូនបាំងពន្លឺហ្នឹងគឺវាមិនអាចឆ្លើយតបភ្លាមក្នុងការបិទឬក៏បើកទ្វារនោះទេដើម្បីបើកទ្វារឡើងវិញបានទី4ត្រូវតែពិនិត្យឧបករណ៍សុវត្ថិភាពនៅក្នុងនោះដូចជាខ្សែកាបបាទហ្វ្រាំងសុវត្ថិភាពនៅពេលដែលអាសន្នគឺនៅពេលដែលប្រើប្រាស់ដែលមានល្បឿនលឿនបាទហួសកម្រិតនោះបាទឧបករណ៍កាត់បន្ថយឬស្រូបកម្លាំងនៅពេលដែលដាច់កាបធ្លាក់កាប៊ីនទៅក្រោមអីហ្នឹងគឺជាម៉ាស៊ីនមួយដែលវាជួយកាត់បន្ថយការទង្គិចបាទហើយនឹងកាត់បន្ថយនៃគ្រោះថ្នាក់ផងដែរហើយមួយទៀតគឺជាកុងតាក់នៃប្រព័ន្ធព្រំដែនឲ្យឈប់នៅចំទីណាស្មើនឹងនីវ៉ូនៃជាន់ណាមួយនៃចំណតអីជាដើមឡាបាទទាំងអស់នេះត្រូវតែធ្វើការជាប្រក្រតីគ្មានបញ្ហាពាក់ព័ន្ធទៅនឹងលែងមិនពាក់ព័ន្ធទៅនឹងបច្ចេកទេសដែលខុសឆ្គងឬក៏មិនមានប្រក្រតីណាមួយកើតឡើងទេហើយឧបករណ៍ទាំងនេះគឺអាចជួយចាប់ហ្វ្រាំងបញ្ឈប់ដំណើរការបាទទាន់ពេលវេលានៅក្នុងការដែលចន្តាយោងវាធ្វើដំណើរហួសល្បឿនកំណត់ទន្ទឹមនឹងនេះដែរត្រូវតែត្រួតពិនិត្យប្រព័ន្ធបំភ្លឺកាប៊ីនឬភ្លើងបាទប្រព័ន្ធបង្ការអាសន្នទូរស័ព្ទទំនាក់ទំនងផ្ទៃក្នុងនៅពេលដែលមានជាប់គាំងនៅក្នុងចន្តាយោងបាទហើយក៏ត្រូវតែមើលឲ្យបានត្រឹមត្រូវនៅកម្ពស់ដែលចំណតនិងអាឡែងទូកាប៊ីនរបស់អាឡែងចន្តាយោងឲ្យស្មើគ្នាផងដែរព្រមទាំងពិនិត្យមើលពីហានិភ័យផ្សេងដូចជាការដក់ទឹកនៅបាតអណ្ដូងនៃចន្តាយោងបាតនៅតាមផ្លូវបាទនៃចន្តាយោងនឹងផងដែរតាមពិតទៅការត្រួតពិនិត្យចន្តាយោងមិនមែនសាមញ្ញបានត្រឹមតែជិះសាកល្បង 2-3 ដងនោះទេប៉ុន្តែវាគឺជាការពិនិត្យដ៏ហ្មត់ចត់បំផុតនិងគ្រប់ជ្រុងជ្រោយទៅលើប្រព័ន្ធមេកានិកប្រព័ន្ធអគ្គិសនីបាទប្រព័ន្ធការពារសុវត្ថិភាពទាំងមូលមានតែការត្រួតពិនិត្យជាប្រចាំនិងការថែទាំតាមស្តង់ដារបច្ចេកទេសតែប៉ុណ្ណោះទេទើបអាចធានាបាននូវសុវត្ថិភាពដែលយើងប្រើប្រាស់ចន្តាយោងក្នុងការដឹកជញ្ជូនមនុស្សនិងសម្ភារៈក្តីបាទសូមអរគុណ